សូមស្វាគមន៍មិត្តទាំងអស់គ្នាមកកាន់ភ្លើងនៃជីវិតនៅថ្ងៃនេះយើងនឹងរៀនមេរៀនជាមួយគ្នានៅមេរៀនទី16អំពីរឿងដែលព្រះជាម្ចាស់ការពារនិងត្រាស់ហៅលោកម៉ូសេឲ្យដឹកនាំចំណុចសំខាន់ដែលយើងត្រូវចងចាំអំពីមេរៀនថ្ងៃនេះគឺព្រះជាម្ចាស់បានជ្រើសរើសលោកម៉ូសេឲ្យដឹកនាំប្រជារាស្ត្ររបស់ទ្រង់ចេញពីស្រុកអេស៊ីបនៅក្នុងព្រះគម្ពីរនិខាម៉ានាំងចំពុក3ខទី14បានចែងថាព្រះជាម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេថាយើងជាព្រះអង្គម្ចាស់ដែលមានព្រះជន្មគង់នៅអ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលថាព្រះអង្គដែលមានជីវិតគង់នៅចាត់ខ្ញុំឲ្យមកជួយអ្នករាល់គ្នាជាច្រើនឆ្នាំមុននេះព្រះជាម្ចាស់បានប្រាប់លោកអាប់រ៉ាហាំថាកូនចៅរបស់លោកនឹងក្លាយទៅជាទេសករនៅក្នុងទឹកដីបរទេសជាង400ឆ្នាំក្រោយមកលោកយ៉ាកុបដែលជាចៅប្រុសរបស់លោកអាប់រ៉ាហាំបាននាំគ្រួសារទៅរស់នៅក្នុងទឹកដីស្រុកអេស៊ីបដោយសារតែមានគ្រោះទុរភិក្សនៅស្រុកអេស៊ីបពួកគេបានក្លាយទៅជាទេសករព្រះគម្ពីរនិខាម៉ានាំងចំពុក1ខ1ដល់ខ7បានចែងថានេះជាបញ្ជីរាយនាមកូនចៅអ៊ីស្រាអែលដែលបានមកនៅស្រុកអេស៊ីបជាមួយលោកយ៉ាកុបព្រមទាំងគ្រួសាររបស់គេរៀងខ្លួនគឺមានរ៉ូបែនស៊ីមីនលេវីយូដាអ៊ីសាខាសាប់យូឡូនប៊ែនយ៉ាមីនដានណេបថាលីកាតនិងអេសឺពូជពងរបស់លោកយ៉ាកុបមានចំនួនទាំងអស់70នាក់រីឯលោកយ៉ូសែបរស់នៅក្នុងស្រុកអេស៊ីបស្រាប់ហើយក្រោយមកលោកយ៉ូសែបនិងបងប្អូនរបស់លោកព្រមទាំងកូនចៅរបស់លោកយ៉ាកុបមួយចំនួននោះបានស្លាប់អស់ទៅជនជាតិអ៊ីស្រាអែលបង្កើតកូនចៅបន្តពូជពងកើនចំនួនច្រើនសន្ធឹកសន្ធាប់មានកម្លាំងកាន់តែខ្លាំងឡើងហើយរស់នៅពាសពេញក្នុងស្រុកអេស៊ីបលោកយូសែបនិងកូនចៅចំនួននោះបានស្លាប់នៅក្នុងស្រុកអេស៊ីបហើយជនជាតិអ៊ីស្រាអែលបានបង្កើតកូនចៅជាច្រើនពាសពេញស្រុកអេស៊ីបនិខាម៉ានាំងចំពុក1ខ8ដល់ខ14បានចែងថាមានស្ដេចថ្មីមួយអង្គឡើងគ្រងរាជ្យនៅស្រុកអេស៊ីបស្ដេចនោះមិនបានស្គាល់លោកយ៉ូសែបទេស្ដេចមានរាជអង្គការទៅកាន់ប្រជាជនអេស៊ីបថាឥឡូវនេះជនជាតិអ៊ីស្រាអែលមានគ្នាច្រើននិងមានកម្លាំងជាងពួកយើងដូច្នេះយើងត្រូវមានវិធានការទប់ស្កាត់ពួកគេកុំឲ្យកើនចំនួនច្រើនឡើងទៀតបើមិនដូច្នោះទេពេលណាកើតសង្គ្រាមពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវដើម្បីវាយយើងហើយនាំគ្នារត់ចេញពីស្រុកជនជាតិអេស៊ីបបានតែងតាំងមេត្រួតត្រាលើជនជាតិអ៊ីស្រាអែលដើម្បីបង្ខំពួកគេឲ្យធ្វើការជាទម្ងន់ជនជាតិអ៊ីស្រាអែលសង់ក្រុងពីថមនិងក្រុងរ៉ាមសេសសម្រាប់ដាក់ភោគទ្រព្យរបស់ព្រះចៅផារ៉ោនប៉ុន្តែជនជាតិអេស៊ីបសង្កត់សង្កិនជនជាតិអ៊ីស្រាអែលរឹតតែខ្លាំងយ៉ាងណាជនជាតិអ៊ីស្រាអែលកើនចំនួនរឹតតែច្រើនឡើងហើយរស់នៅពាសពេញស្រុកយ៉ាងនោះដែរជាហេតុបណ្ដាលឲ្យជនជាតិអេស៊ីបភ័យខ្លាចពេលនោះជនជាតិអេស៊ីបចាត់ទុកជនជាតិអ៊ីស្រាអែលជាទាសករហើយបង្ខិតបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរគេធ្វើឲ្យជនជាតិអ៊ីស្រាអែលវេទនាខ្លោចផ្សាគឺប្រើឲ្យជន់ដីឥដ្ឋធ្វើដុំឥដ្ឋនិងធ្វើការគ្រប់មុខនៅតាមស្រែចម្ការពលគឺប្រើឲ្យធ្វើការងារដ៏ធ្ងន់ធ្ងរគ្រប់យ៉ាងស្ដេចថ្មីស្រុកអេស៊ីបមានអារម្មណ៍ភ័យខ្លាចសាសអ៊ីស្រាអែលទោះបីជាជនជាតិអេស៊ីបបានបង្ខំឲ្យជនជាតិអ៊ីស្រាអែលធ្វើជាទេសកររបស់ខ្លួនក៏ដោយប៉ុន្តែជនជាតិអ៊ីស្រាអែលនៅតែមានចំនួនកើនឡើងជាច្រើនថែមទៀតព្រះគម្ពីរនិខាម៉ានាំងចំពុក2ខ1ដល់ខ10បានចែងថាមានបុរសម្នាក់ក្នុងកុលសម្ព័ន្ធលេវីរៀបការជាមួយស្ត្រីម្នាក់ក្នុងកុលសម្ព័ន្ធលេវីដូចគ្នាក្រោយមកនាងមានផ្ទៃពោះហើយសម្រាលបានកូនប្រុសមួយដោយឃើញកូននេះថ្លោះស្អាតនាងក៏លាក់ទុកបាន3ខែក្រោយមកដោយមិនអាចលាក់កូនតទៅទៀតបាននាងក៏យកជាលមួយធ្វើពីដើមបបោសយកជ័រនិងម្រ័ក្សមកលាបហើយប្តីកូនទៅក្នុងជាលនោះរួចយកទៅដាក់តាមគុម្ពត្រែងនៅមាត់ទន្លេនីលបងស្រីរបស់ទារកតាមមើលពីចម្ងាយដើម្បីឲ្យដឹងថាទារកនោះនឹងទៅជាយ៉ាងណាបុត្រីរបស់ព្រះចៅផារ៉ោនយាងចុះទៅស្រង់ទឹកទន្លេភីលៀងរបស់ព្រះនាងនាំគ្នាដើរលេងតាមមាត់ច្រាំង
ព្រះនាងទតឃើញជាលនៅក្នុងគុំត្រែងក៏ប្រើភីលៀងឲ្យទៅយកមកព្រះនាងបើកគម្របឡើងឃើញទារកមួយកំពុងយំព្រះនាងមានព្រះハរតីអាណិតហើយមានសវណ្ណីថាទារកនេះជាកូនរបស់ពួកហេព្រើរបងស្រីរបស់ទារកចូលមកហើយទូលបុត្រីព្រះចៅផារ៉ោនថាតើព្រះនាងចង់ឲ្យខ្ញុំម្ចាស់ទៅរកមេដោះក្នុងចំណោមស្ត្រីជាតិហេព្រើរមកបំបើកូននេះថ្វាយព្រះនាងឬទេបុត្រីព្រះចៅផារ៉ោនឆ្លើយថាទៅចុះនាងក៏រត់ទៅហៅម្ដាយរបស់ទារកនោះមកបុត្រីព្រះចៅផារ៉ោនមានសវណ្ណីទៅកាន់គាត់ថាចូលយកកូននេះទៅបំបើកឲ្យខ្ញុំផងខ្ញុំនឹងឲ្យប្រាក់ឈ្នួលអ្នកម្ដាយក៏យកកូនទៅបំបើកនៅផ្ទះលុះដល់កុមារនេះមានវ័យធំបន្តិចម្ដាយក៏នាំកូនទៅថ្វាយបុត្រីព្រះចៅផារ៉ោនវិញព្រះនាងបានចាត់ទុកកុមារនេះដោយបុត្របង្កើតព្រះនាងដាក់ឈ្មោះថាម៉ូសេដោយមានសវណ្ណីថាខ្ញុំបានស្រង់កូននេះចេញពីទឹកមកឪពុកម្ដាយរបស់ទារកកូនង៉ែតម្នាក់ឈ្មោះម៉ូសេបានទុកចិត្តលើព្រះជាម្ចាស់ថាទ្រង់នឹងថែរក្សាការពារទារកមួយនេះព្រះជាម្ចាស់បានប្រើប្រាស់បុត្រីរបស់ស្ដេចស្រុកអ៊ីស៊ីបដើម្បីការពារលោកម៉ូសេនៅថ្ងៃមួយព្រះជាម្ចាស់នឹងប្រើលោកម៉ូសេឲ្យរំដោះជនជាតិអ៊ីស្រាអែលពីភាពជាទាសករព្រះជាម្ចាស់បានថែទាំប្រជារាស្ត្ររបស់ព្រះអង្គហើយទ្រង់ក៏ថែរក្សាបងប្អូនទាំងអស់គ្នាផងដែរនេះខមណាំងជំពូក2ខ11ដល់ខ16បានចែងថានៅគ្រានោះលោកម៉ូសេពេញវ័យហើយលោកចេញទៅសួរសុខទុក្ខបងប្អូនរួមជាតិរបស់លោកហើយឃើញពួកគេធ្វើការយ៉ាងធ្ងន់ធ្ងរលោកក៏ឃើញជនជាតិអេស៊ីបម្នាក់កំពុងវាយដំជនជាតិហេព្រើរម្នាក់ក្នុងចំណោមបងប្អូនរួមជាតិរបស់លោកដែរលោកងាកមើលឆ្វេងស្ដាំឥតឃើញមាននរណាក៏ស្ទុះទៅសម្លាប់ជនជាតិអេស៊ីបនោះហើយកប់ចោលក្នុងខ្សាច់នៅថ្ងៃបន្ទាប់លោកចេញទៅម្ដងទៀតឃើញជនជាតិហេព្រើរ2នាក់កំពុងវាយតប់គ្នាលោកសួរអ្នកមានកំហុសថាហេតុអ្វីបានជាអ្នកវាយបងប្អូនឯងដូច្នេះអ្នកនោះឆ្លើយតបថានរណាបានតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំនិងជាចៅក្រមរបស់យើងតើអ្នកគិតសម្លាប់ខ្ញុំដោយសម្លាប់ជនជាតិអេស៊ីបម្នាក់នោះដែរឬលោកម៉ូសេផិតភ័យយ៉ាងខ្លាំងហើយនឹកគិតថារឿងនេះប្រកាសជាគេដឹងអស់ហើយព្រះចៅផារ៉ោនក៏ជ្រាបរឿងនេះដែរហើយស្ដេចរកមធ្យោបាយសម្លាប់លោកម៉ូសេតែលោកម៉ូសេដឹងខ្លួនទាន់ក៏រត់គេចពីព្រះចៅផារ៉ោនទៅនៅស្រុកម៉ាឌៀនលោកអង្គុយនៅក្បែរអណ្ដូងទឹកលោកបូជាចារនៅស្រុកម៉ាឌៀនមានកូនស្រី7នាក់នាងនាំគ្នាមកដងទឹកបំពេញស្នូកឲ្យវងសัตว์របស់ឪពុកនាងផឹកនៅពេលដែលលោកម៉ូសេបានធំពេញវ័យជាបុរសម្នាក់គាត់បានព្យាយាមជួយជនជាតិហេព្រើររបស់គាត់ក៏ប៉ុន្តែមិនបានសម្រេចឡើយបន្ទាប់មកលោកម៉ូសេត្រូវរត់គេចខ្លួនចេញពីស្រុកអេស៊ីបនិងបានក្លាយទៅជាអ្នកគង្វាលហ្វូងសត្វនៅស្រុកម៉ាឌៀនគ្មាននរណាម្នាក់អាចនឹងដោះលែងជនជាតិអ៊ីស្រាអែលឲ្យរួចពីភាពជាទាសករបានឡើយលើកលែងតែព្រះជាម្ចាស់តែមួយអង្គត់នេះខែមិនណាំងជំពូក2ខ23ដល់ខ25បានចែងថាច្រើនឆ្នាំក្រោយមកព្រះចៅស្រុកអេស៊ីបសោយទីវង្គតកូនចៅអ៊ីស្រាអែលដែលរស់ក្នុងភាពជាទាសករនាំគ្នាស្រែកធ្ងោហើយអង្វរព្រះជាម្ចាស់សម្រែករបស់គេលាន់លឺឡើងដល់ព្រះអង្គព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់លឺសម្រែកធ្ងោរបស់ពួកគេព្រះអង្គនឹកដល់សម្ព័ន្ធមេត្រីដែលព្រះអង្គចងជាមួយលោកអាប់រ៉ាហាំលោកអ៊ីសាក់និងលោកយ៉ាកុបព្រះជាម្ចាស់ទតមើលកូនចៅអ៊ីស្រាអែលហើយព្រះអង្គយកព្រះハរតីទុកដាក់នឹងពួកគេព្រះជាម្ចាស់បានសន្យាជាមួយនឹងលោកអាប់រ៉ាហាំថាព្រះអង្គនឹងនាំជនជាតិអ៊ីស្រាអែលឲ្យចាកចេញពីភាពជាទាសករក្រោយរយៈពេល400ឆ្នាំព្រះជាម្ចាស់តែងតែរក្សាព្រះបន្ទូលសន្យារបស់ទ្រង់ក្នុងពេលវេលាដ៏ល្អឥតខ្ចោះរបស់ព្រះអង្គនេះខែមិនណាំងជំពូក3ខ1ដល់ខ6បានចែងថាលោកម៉ូសេខ្វៀលវងសត្វរបស់លោកយេត្រូជាឪពុកក្មេករបស់លោកនិងជាបូជាចារនៅស្រុកម៉ាឌៀនលោកនាំវងសត្វទៅខាងនាយវាលរហោស្ថានរហូតដល់ភ្នំហោរ៉េបជាភ្នំរបស់ព្រះជាម្ចាស់នៅទីនោះទេវតារបស់ព្រះអង្គម្ចាស់បង្ហាញខ្លួនក្នុងអណ្ដាតភ្លើងដែលឆេះចេញពីកណ្ដាលកំពូតឲ្យលោកឃើញភ្លើងចេញពីកំពូតតែកំពូត
មិនឆេះទេលោកម៉ូសេក៏គិតថាខ្ញុំនឹងឈៀងទៅមើលអភូតហេតុនេះហេតុអ្វីបានជាកំពូតមិនឆេះព្រះអង្គម្ចាស់ឃើញលោកម៉ូសេឈៀងចូលមកជិតដូច្នេះព្រះអង្គហៅលោកពីក្នុងកំពូតថាម៉ូសេអើយម៉ូសេលោកម៉ូសេទូលឆ្លើយថាក្រាបទូលព្រះអង្គមានព្រះបញ្ជាថាកុំមកជិតកន្លែងនេះចូលដោះស្បែកជើងចេញត្បិតកន្លែងដែលអ្នកឈរនេះជាដីដ៏វិសុទ្ធយើងជាព្រះដែលឪពុកអ្នកតែងគោរពបម្រើគឺព្រះរបស់អាប់រ៉ាហាំអ៊ីសាក់និងយ៉ាកុបលោកម៉ូសេខ្ទប់មុខព្រោះមិនហ៊ានមើលព្រះជាម្ចាស់ថ្ងៃមួយលោកម៉ូសេបាននាំហ្វូងឈាមរបស់លោកទៅដល់ភ្នំហោរ៉េបដែលមានឈ្មោះមួយទៀតផងដែរថាភ្នំស៊ីណាយក៏បានឃើញភ្លើងចេញពីគុម្ពបន្លាតែគុម្ពបន្លាមិនឆាបឆេះសោះគ្មាននរណាម្នាក់អាចធ្វើកិច្ចការណាមួយដែលព្រះជាម្ចាស់អាចធ្វើបាននោះឡើយព្រះជាម្ចាស់បានត្រាស់ហៅលោកម៉ូសេពីគុម្ពបន្លានិងបានមានបន្ទូលប្រាប់លោកឲ្យដោះស្បែកជើងចេញព្រោះគាត់បានឈរនៅលើទឹកដីបរិសុទ្ធព្រះជាម្ចាស់ទ្រង់បរិសុទ្ធការដោះស្បែកជើងគឺជាសញ្ញានៃការបន្ទាបខ្លួននិងការចោះចូលចំពោះព្រះនេះខែម៉ានាំងចំពុក3ខ7ដល់ខ10បានចែងថាព្រះអង្គម្ចាស់មានព្រះបន្ទូលថាយើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីបយើងក៏បានឮសម្រែករបស់គេព្រោះតែមេត្រួតត្រាវាយដំដែរយើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយដូច្នេះយើងចុះមកដើម្បីរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីបយើងនឹងនាំពួកគេចេញពីស្រុកនោះទៅនៅស្រុកមួយមានជីជាតិល្អធំទូលាយជាស្រុកដែលមានភោគទ្រព្យសម្បូរហូរហៀគឺស្រុករបស់ជនជាតិកាណានជនជាតិហេតជនជាតិអាម៉ូរីជនជាតិពេរីស៊ីតជនជាតិហេវីនិងជនជាតិយេប៊ូឥឡូវនេះសម្រែករបស់ជនជាតិអ៊ីស្រាអែលបានលាន់ឮដល់យើងហើយយើងក៏ឃើញជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិនពួកគេដែរឥឡូវនេះយើងចាត់អ្នកឲ្យទៅជួបស្ដេចផារ៉ោនចូលទៅនាំជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើងចេញពីស្រុកអេស៊ីបព្រះជាម្ចាស់ជ្រើសរើសអស់អ្នកដែលទ្រង់សពហារតីឲ្យពួកគេធ្វើតាមបំណងបហារតីរបស់ព្រះអង្គព្រះជាម្ចាស់បានមានបន្ទូលប្រាប់លោកម៉ូសេថាទ្រង់នឹងជ្រើសរើសគាត់ឲ្យដឹកនាំជនជាតិអ៊ីស្រាអែលចាកចេញពីភាពជាទេសកលនិងដឹកនាំពួកគេឲ្យត្រឡប់ទៅកាន់ទឹកដីសន្យាដែលទ្រង់បានសន្យាជាមួយនឹងលោកអាប់រ៉ាហាំនេះខែម៉ានាំងចំពុក3ខ11ដល់ខ12បានចែងថាលោកម៉ូសេទូលព្រះជាម្ចាស់ថាតើទូលបង្គំមានឋានៈអ្វីបានជាទូលបង្គំត្រូវទៅជួបព្រះចៅផារ៉ោននិងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបដូច្នេះព្រះជាម្ចាស់មានព្រះបន្ទូលថាយើងនៅជាមួយអ្នកហើយកាលណាអ្នកនាំជនជាតិអ៊ីស្រាអែលចេញផុតពីស្រុកអេស៊ីបអ្នករាល់គ្នាត្រូវមកគោរពបម្រើយើងនៅលើភ្នំនេះដែលជាទីសម្គាល់ថាយើងបានចាត់អ្នកឲ្យទៅមែនលោកម៉ូសេបានទទួលបរាជ័យម្ដងរួចមកហើយគាត់មិនមានបំណងព្យាយាមធ្វើម្ដងទៀតឡើយលោកម៉ូសេបាននិយាយថាតើទូលបង្គំមានឋានៈជាអ្វីព្រះជាម្ចាស់បានមានបន្ទូលប្រាប់លោកម៉ូសេថាទ្រង់គង់នៅជាមួយនឹងគាត់នៅពេលដែលគាត់ដឹកនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបហើយពួកគេនឹងថ្វាយបង្គំទ្រង់នៅភ្នំស៊ីណាយជាភស្តុតាងថាព្រះអង្គបានចាត់លោកម៉ូសេពិតប្រាកដមែននេះខែម៉ានាំងចំពុក3ខ13ដល់ខ15បានចែងថាលោកម៉ូសេទូលព្រះជាម្ចាស់ថាបបិទ្ធព្រះជាម្ចាស់ទូលបង្គំនឹងទៅជួបជនជាតិអ៊ីស្រាអែលហើយប្រាប់ពួកគេថាព្រះរបស់បុព្វបុរសអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នាប្រសិនបើពួកគេសួរថាព្រះអង្គព្រះនាមអ្វីនោះតើទូលបង្គំប្រាប់ពួកគេដូចម្ដេចព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថាយើងជាព្រះអង្គម្ចាស់ដែលមានព្រះជន្មគង់នៅអ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលថាព្រះអង្គម្ចាស់ដែលមានជីវិតគង់នៅចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នាព្រះជាម្ចាស់មានព្រះបន្ទូលថែមទៀតថាចូលប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅនេះព្រះអង្គម្ចាស់ជាព្រះរបស់បុព្វបុរសអ្នករាល់គ្នាគឺព្រះរបស់លោកអាប់រ៉ាហាំលោកអ៊ីសាក់និងលោកយ៉ាកុបចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នានេះជានាមរបស់យើងដែលនៅស្ថិតស្ថេរអស់កលជានិច្ច
សម្រាប់ឲ្យមនុស្សលោកនឹកដល់យើងអស់កលជាអង្វែងតរៀងទៅ លោកម៉ូសេបានទូលសួរព្រះជាម្ចាស់ថាតើព្រះអង្គមានព្រះនាមអ្វីហើយទ្រង់បានមានបន្ទូលឆ្លើយថាយើងជាព្រះអង្គម្ចាស់ដែលមានព្រះជន្មគង់នៅព្រះជាម្ចាស់មានព្រះនាមច្រើនដូចជាព្រះអធិការព្រះដែលទតមើលរាល់កិច្ចការទាំងអស់ព្រះដែលជ្រាបគ្រប់កិច្ចការទាំងអស់ព្រះជាម្ចាស់មានគ្រប់អំណាចព្រះចេស្តាព្រះដែលស្មោះត្រង់និងមិនប្រែប្រួលចៅក្រមដ៏ខ្លាំងពូកែនិងជាអ្នកសងសឹករាល់គ្រប់អំពើអាក្រក់ទាំងអស់ព្រះអង្គសង្គ្រោះដែលពោពេញទៅដោយសេចក្តីស្រឡាញ់និងសេចក្តីសប្បុរសនិងសេចក្តីមេត្តាករុណាព្រះជាម្ចាស់បានមានបន្ទូលហៅព្រះអង្គផ្ទាល់ថាជាព្រះអង្គម្ចាស់ដែលមានព្រះជន្មគង់នៅព្រះនាមនេះមានន័យថាព្រះជាម្ចាស់ទ្រង់មានព្រះជន្មគង់នៅដោយខ្លួនឯងនិងមិនមាននរណាម្នាក់បង្កើតទ្រង់ឡើយហើយទ្រង់មានព្រះជន្មគង់នៅតាំងពីដើមនិងរហូតតទៅពីដំបូងនៅក្នុងព្រះគម្ពីរបានចែងថាការដើមដំបូងបង្អស់ព្រះជាម្ចាស់ព្រះជាម្ចាស់មិនត្រូវការអ្វីនិងមិនត្រូវការអ្នកណាទាំងអស់ទ្រង់បានបង្កើតរបស់ទាំងអស់ទ្រង់បានប្រទានខ្យល់ដ៏ដង្ហើមនិងជីវិតគ្រប់របស់ទាំងអស់នៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ព្រះអង្គគឺជាព្រះដ៏ធំអស្ចារ្យបំផុតលើអ្វីៗទាំងអស់មានតែព្រះជាម្ចាស់ដ៏ធំអស្ចារ្យដែលមានព្រះជន្មគង់នៅប៉ុណ្ណោះដែលអាចនឹងដោះលែងប្រជាជាតិអ៊ីស្រាអែលឲ្យរួចពីភាពជាទាសករពីស្រុកអេស៊ីបបាននៅក្នុងព្រះគម្ពីរនិខម៉ានាំងចំពុក3ខ18ដល់ខ22បានចែងថាពួកគេនឹងស្ដាប់ពាក្យរបស់អ្នករួចអ្នកនឹងចូលទៅជួបស្ដេចស្រុកអេស៊ីបជាមួយចាស់ទុំជនជាតិអ៊ីស្រាអែលហើយទូលថាព្រះអម្ចាស់ជាព្រះនៃជនជាតិហេប្រឺបានយាងមកជួបយើងខ្ញុំឥឡូវនេះសូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថានចម្ងាយផ្លូវដើរ3ថ្ងៃដើម្បីធ្វើយ៉ាញ់បូជាថ្វាយព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំយើងដឹងថាស្ដេចស្រុកអេស៊ីបមិនអនុញ្ញាតឲ្យអ្នករាល់គ្នាចេញមកទេទាល់តែយើងប្រើបារមីដ៏ខ្លាំងពូកែបង្ខំទើបស្ដេចយល់ព្រមយើងនឹងសម្ដែងបារមីប្រហារស្រុកអេស៊ីបដោយធ្វើការអស្ចារ្យគ្រប់យ៉ាងនៅក្នុងចំណោមពួកគេបន្ទាប់មកទើបស្ដេចអនុញ្ញាតឲ្យអ្នករាល់គ្នាចេញពីស្រុកនោះយើងនឹងធ្វើឲ្យជនជាតិអេស៊ីបអនុគ្រោះដល់ប្រជាជនរបស់អ្នកហើយពេលអ្នករាល់គ្នាចេញមកនោះមិនមែនចេញមកដោយដៃទទេឡើយស្ត្រីអ៊ីស្រាអែលម្នាក់ៗនឹងសុំរបស់របរពីស្ត្រីជាតិអេស៊ីបដែលនៅជិតខាងឬរស់នៅជាមួយគ្នាគឺមានមាសប្រាក់ព្រមទាំងសម្លៀកបំពាក់ដែលអ្នករាល់គ្នាយកមកឲ្យកូនប្រុសកូនស្រីរបស់ខ្លួនអ្នករាល់គ្នានឹងរឹបអូសអ្វីៗទាំងអស់ពីជនជាតិអេស៊ីបព្រះជាម្ចាស់បានមានបន្ទូលប្រាប់លោកម៉ូសេដូចអ្វីដែលនឹងកើតឡើងពិតប្រាកដមែនព្រះអង្គជ្រាបរាល់កិច្ចការទាំងអស់នៅក្នុងព្រះគម្ពីរនិខម៉ានាំងចំពុក4ខ1ដល់ខ20បានចែងថាលោកម៉ូសេឆ្លើយថាប្រហែលជាជនជាតិអ៊ីស្រាអែលមិនជឿហើយមិនស្ដាប់សម្ដីទូលបង្គំទេពួកគេនឹងពោលមកទូលបង្គំថាព្រះអង្គម្ចាស់មិនបានបង្ហាញឲ្យអ្នកឃើញព្រះអង្គឡើយព្រះអង្គម្ចាស់សួរលោកថាតើអ្នកកាន់អ្វីលោកឆ្លើយថាទូលបង្គំកាន់ដំបងព្រះអង្គម្ចាស់មានព្រះបន្ទូលថាចូលបោះវាទៅដីទៅលោកម៉ូសេបោះដំបងទៅដីដំបងនោះក៏คล้ายជាពស់លោកម៉ូសេរត់ចេញពីពស់ព្រះអង្គម្ចាស់មានព្រះបន្ទូលមកកាន់លោកថាលូកដៃចាប់កន្ទុយវាទៅលោកលូកដៃចាប់វាពស់នោះក៏ប្រែទៅជាដំបងនៅក្នុងដៃរបស់លោកព្រះអង្គម្ចាស់មានព្រះបន្ទូលថាធ្វើដូច្នេះកូនចៅអ៊ីស្រាអែលនឹងជឿថាព្រះអង្គម្ចាស់ជាព្រះនៃបុព្វបុរសរបស់គេគឺព្រះរបស់អាប់រ៉ាហាំអ៊ីសាក់និងយ៉ាកុបបានបង្ហាញព្រះអង្គឲ្យអ្នកឃើញមែនព្រះអង្គម្ចាស់មានព្រះបន្ទូលទៀតថាចូលដាក់ដៃលើទ្រូងអ្នកទៅលោកម៉ូសេក៏ដាក់ដៃលើទ្រូងរួចពេលដកដៃមកវិញលោកឃើញដៃលោកកើតខ្លងឡើងសដូចកបាសព្រះអង្គម្ចាស់បញ្ជាទៀតថាចូលដាក់ដៃលើទ្រូងអ្នកម្ដងទៀតលោកម៉ូសេដាក់ដៃលើទ្រូងហើយពេលលោកដកដៃមកវិញលោកឃើញដៃលោកជាដូចធម្មតាព្រះអង្គម្ចាស់មានព្រះបន្ទូលថាប្រសិនបើពួកគេមិនជឿអ្នកហើយមិនយកចិត្តទុកដាក់នឹងទីសម្គាល់ទី1ទេគេមកជឿលើទីសម្គាល់ក្រោយនេះប្រសិនបើពួកគេនៅតែមិនជឿលើទីសម្គាល់ទាំងពីរនេះហើយមិនស្ដាប់សម្ដីរបស់អ្នកទេ
ចូលយកទឹកទន្លេនីលទៅចាក់លើដីស្ងួតទឹកដែលអ្នកយកពីទន្លេនីលមកនោះនឹងคล้ายទៅជាឈាមនៅលើដីស្ងួតលោកម៉ូសេទូលព្រះអង្គម្ចាស់ថាបបិទ្ធព្រះអង្គម្ចាស់តាំងតែពីដើមរៀងមករហូតមកដល់ពេលព្រះអង្គមានព្រះបន្ទូលមកទូលបង្គំមិនមែនជាមនុស្សពូកែវោហាទេត្បិតទូលបង្គំមិនប្រសពនិយាយព្រះអង្គម្ចាស់មានព្រះបន្ទូលមកកាន់លោកថាតើនរណាធ្វើឲ្យមនុស្សមានមាត់តើនរណាធ្វើឲ្យមនុស្សទៅជាគឬថ្លង់មើលឃើញឬខ្វាក់តើមិនមែនយើងទេឬអីឥឡូវនេះចូលចេញទៅចុះពេលអ្នកនិយាយយើងនឹងនៅជាមួយអ្នកយើងនឹងប្រាប់អ្នកអំពីសេចក្តីដែលត្រូវនិយាយលោកម៉ូសេទូលព្រះអង្គថាព្រះអង្គម្ចាស់អើយសូមព្រះអង្គចាត់នរណាម្នាក់ទៀតឲ្យទៅចុះពេលនោះព្រះអង្គម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងលោកម៉ូសេយ៉ាងខ្លាំងហើយមានព្រះបន្ទូលថាអ្នកមានបងប្រុសម្នាក់ឈ្មោះអឺរ៉ុនជាកូនចៅលេវីយើងដឹងថាគាត់ជាមនុស្សពូកែវោហាហើយកំពុងតែមករកជួបអ្នកទៀតផងកាលណាគាត់ឃើញអ្នកនោះគាត់មុខជាសប្បាយរីករាយយ៉ាងខ្លាំងអ្នកនឹងប្រាប់គាត់ឲ្យនិយាយជំនួសនៅសេចក្តីដែលអ្នកត្រូវនិយាយរីឯយើងវិញយើងនឹងស្ថិតនៅជាមួយអ្នកទាំងពីរក្នុងពេលដែលអ្នកទាំងពីរនិយាយហើយប្រាប់អំពីអ្វីៗដែលអ្នកទាំងពីរត្រូវធ្វើគាត់នឹងនិយាយទៅកាន់ប្រជាជនជំនួសអ្នកគាត់ជាអ្នកនាំពាក្យរបស់អ្នកហើយអ្នកប្រៀបដូចជាព្រះសម្រាប់គាត់ចូលកាន់ដំបងនេះទៅជាមួយដោយសារដំបងនេះអ្នកអាចធ្វើទីសម្គាល់ដ៏អស្ចារ្យផ្សេងលោកម៉ូសេវិលត្រឡប់ទៅស្រុកអេស៊ីបវិញលោកម៉ូសេក៏ចេញទៅត្រឡប់ទៅជួបលោកយេត្រូជាឪពុកក្មេកហើយជម្រាបថាខ្ញុំត្រូវតែត្រឡប់ទៅរកបងប្អូនរួមជាតិរបស់ខ្ញុំនៅស្រុកអេស៊ីបវិញដើម្បីឲ្យដឹងថាពួកគេនៅរស់ឬយ៉ាងណាលោកយេត្រូមានប្រសាសន៍ទៅកាន់លោកម៉ូសេថាចូលកូនទៅដោយសុខសាន្តចុះនៅស្រុកម៉ាឌៀនព្រះអង្គម្ចាស់មានព្រះបន្ទូលទៅលោកម៉ូសេថាចូលត្រឡប់ទៅស្រុកអេស៊ីបវិញចុះព្រោះពួកដែលប៉ុនប៉ងសម្រាប់អ្នកបានស្លាប់អស់ហើយលោកម៉ូសេនាំប្រពន្ធកូនជិះលាត្រឡប់ទៅស្រុកអេស៊ីបវិញលោកបានកាន់ដំបងរបស់ព្រះជាម្ចាស់ទៅជាមួយដែរលោកម៉ូសេបានទូលសួរព្រះជាម្ចាស់ថាតើគាត់នឹងត្រូវធ្វើដូចម្តេចបើសិនជាជនជាតិអ៊ីស្រាអែលមិនជឿលើគាត់ព្រះអង្គក៏បានធ្វើការអស្ចារ្យឲ្យលោកម៉ូសេបានឃើញដើម្បីជាភស្តុតាងបញ្ជាក់ថាព្រះអង្គពិតជាបានចាត់ឲ្យគាត់ទៅមែនលោកម៉ូសេបានទូលប្រាប់ព្រះជាម្ចាស់ថាគាត់ជាមនុស្សមិនពូកែនិយាយទេព្រះអង្គនឹងមានបន្ទូលប្រាប់គាត់ថាទ្រង់នឹងប្រាប់គាត់ពីសេចក្តីដែលគាត់ត្រូវនិយាយលោកម៉ូសេបានទូលប្រាប់ព្រះជាម្ចាស់ឲ្យចាត់មនុស្សម្នាក់ផ្សេងទៀតជំនួសគាត់ហេតុនេះហើយធ្វើឲ្យព្រះអង្គផ្ញើនឹងលោកម៉ូសេព្រះអង្គបានមានបន្ទូលប្រាប់លោកម៉ូសេថាលោកអូរ៉ុនជាបងប្រុសរបស់គាត់នឹងនិយាយជំនួសគាត់លោកម៉ូសេមិនមានជំរើសណាមួយឡើយមានតែស្ដាប់បង្គាប់តាមព្រះជាម្ចាស់តែប៉ុណ្ណោះជនជាតិអ៊ីស្រាអែលគឺជាទេសកលរបស់ស្ដេចផារ៉ោនហើយពួកគេមិនអាចដោះលែងខ្លួនឯងបានឡើយព្រះជាម្ចាស់បានប្រទានអ្នកជួយរំដោះម្នាក់គឺជាលោកម៉ូសេបងប្អូនហើយនឹងខ្ញុំគឺជាទេសកលរបស់សាតាំងហើយពួកទេវតាអាក្រក់របស់វាដូចជាជនជាតិអ៊ីស្រាអែលដែរយើងមិនអាចដោះលែងខ្លួនឯងបានឡើយប៉ុន្តែព្រះជាម្ចាស់បានសន្យាម្ដងហើយម្ដងទៀតថាទ្រង់នឹងប្រទានព្រះអង្គសង្គ្រោះមួយអង្គមកដល់យើងខ្ញុំមានសំណួរមួយសួរបងប្អូនតើមានអ្វីដែលធ្វើឲ្យបងប្អូនភ្ញាក់ផ្អើលអំពីរឿងនេះតើមានអ្វីដែលធ្វើឲ្យបងប្អូនចាប់អារម្មណ៍បំផុតអំពីរឿងនេះសូមបានប្រាប់នរណាម្នាក់អំពីអ្វីដែលបងប្អូនបានរៀនពីព្រះបន្ទូលរបស់ព្រះនៅក្នុងសប្តាហ៍នេះហើយយើងនឹងជួបគ្នាម្ដងទៀតនៅមេរៀនក្រោយ